ជំរាបសួរនិងសួស្តីបងប្អូនអរគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS អញ្ចឹងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនអរគ្នាពីរបៀបឆែកមើលទូរស័ព្ទរបស់យើងថាតើវាមានបំពាក់នៅសេវា 5G ឬក៏ modem 5G នៅក្នុងទូរស័ព្ទរបស់យើងឬក៏អត់ដោយសារតែនៅពេលថ្មីនេះក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទនៅក្នុងប្រទេសកម្ពុជាយើងទើបតែប្រកាសដាក់ឲ្យប្រើប្រាស់សារល្បងនៅបច្ចេកវិទ្យា 5G អញ្ចឹងតនក្តៅយើងទៅឆែកមើល model ទូរស័ព្ទដែលយើងកំពុងតែប្រើមើលចង់ដឹងថាវាមាន 5G ឬក៏អត់បើសិនជាមានគឺយើងអាចដើរទាន់សម័យបច្ចេកវិទ្យានឹងគេហើយបាទដើម្បីឲ្យដឹងថាសេវា 5G នេះវាខ្លាំងវាដើរលឿនកម្រិតណាបាទតោះអញ្ចឹងយើងទៅដឹងពីរបៀបឆែកមើលទូរស័ព្ទយើងថាតើវាមានសេវា 5G ឬអត់អូខេអញ្ចឹងបងប្អូនត្រូវចូលមកក្នុង browser មកបងប្អូនអាចប្រើ Safari Chrome ឬក៏កម្មវិធីបើកអ៊ីនធឺណិតផ្សេងៗទៀតអូខេអញ្ចឹងខ្ញុំយកកម្មវិធី Chrome ចុះតមកដល់កន្លែងនេះយើងសរសេរនៅក្នុងប្រអប់ search យើងសរសេរពាក្យថា GSM Arena បាទនេះអញ្ចឹងបងប្អូនចុចយកកន្លែងនេះមក GSM Arena បន្ទាប់មកបងប្អូននឹងឃើញ website មួយនៅលើគេនេះគេដាក់ថា gsmarena.com អញ្ចឹងយើងចុចលើនឹងមកបន្ទាប់មកទៀតយើងត្រូវចុចកន្លែងសញ្ញាកែពង្រីកឬក៏សញ្ញា search ហ្នឹងមកបាទហើយយើងសរសេរឈ្មោះ model ទូរស័ព្ទដែលយើងចង់ឆែកមើលទៅបើសិនជាយើងកំពុងប្រើអីឬក៏យើងចង់មុននឹងទិញទូរស័ព្ទយើងចង់ដឹងថាទូរស័ព្ទហ្នឹងវាមាន 5G ឬក៏អត់យើងអាចសរសេរនៅកន្លែងហ្នឹងបានយើងសរសេរ model ទូរស័ព្ទមកយើងសរសេរឈ្មោះទូរស័ព្ទឲ្យពេញឲ្យត្រូវណាបាទឥឡូវខ្ញុំសរសេរម៉ាកទូរស័ព្ទសិនបាទខ្ញុំដាក់ Honor 80ចុះបាទ Honor 80បន្ទាប់មកវានឹងលោតនៅខាងលើនេះបាទ Honor 80ឬក៏យើងចុច search នៅកន្លែងនេះក៏បានដែរបាទអញ្ចឹងខ្ញុំចុចកន្លែងនេះតែម្ដងអូខេបន្តមកទៀតយើងចង់ដឹងថាវាមាន 5G ឬក៏អត់បងប្អូនអូសចូលមកក្រោមបន្តិចបាទអូសតែបន្តិចមកយើងនឹងឃើញកន្លែងពាក្យថា network នេះបាទយើងក៏លេខមើលកន្លែងពាក្យថា network ហ្នឹងបងប្អូនឃើញពាក្យ 5G នៅខាងចុងហ្នឹងជួរខាងលើហ្នឹងបាទយើងមើលទៅតើមានពាក្យថា 5G ឬអត់បាទអញ្ចឹងសម្រាប់ Honor 80នេះគឺវាមាន5G ដែរបាទមាន 5G មាន 4G មាន 3G អញ្ចឹងទៅបាទមានគ្រប់សពបាទអញ្ចឹង Honor 80វាមាន 5G ឥឡូវខ្ញុំចុច search កន្លែងនេះមួយទៀតបាទខ្ញុំសរសេរ Oppo ដែលទើបចេញថ្មីមើលបាទអូខេ Oppo អូខេសំទោស A5X ក៏បាន A6X ក៏បានដែរព្រោះ A5X តែមិនចេញដែរទេបើ A6X វាទៅចេញក្តៅតែខ្ញុំចង់សរសេរ A5X ចាស់បាទ A5X កន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចបើសិនជាយើងចុច search ទៅវាឃើញ2អញ្ចឹងបានន័យថាវាមាន2 model មាន model 4G ហើយនិង model 5G អញ្ចឹងបើសិនជាយើងបំរុងនឹងទិញយើងត្រូវសួរអ្នកលក់ឲ្យច្បាស់ថាមួយណា 5G មួយណា 4G ហើយបើសិនជាបងប្អូនអរគ្នាទិញហើយយើងអាចឆែកមើលនៅក្នុង setting ទូរស័ព្ទដៃរបស់យើងបានអូខេនេះយើងจะមើលថាតើវាមាន 5G ឬក៏អត់អូខេអានេះអាស្រីទៀបអញ្ចឹងដឹងថាវាមានអត់អូខេយើងអូសមកក្រោមមកអូខេបងប្អូនឃើញទេសេរីទៀបរបស់ Oppo នេះមិនធម្មតាដែរវាមានបំពាក់មកជាមួយនៅបច្ចេកវិទ្យា 5G ដោយសារតែវាទៅតែចេញអញ្ចឹងណាបាទអញ្ចឹងលយមែនតើ A5X A6X ដែលទៅចេញគឺរឹតតែ support ពេញលេញទៀតជាមួយនឹងសេវា 5G ហ្នឹងអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះអាច share comment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីបងប្អូនយល់ដទៃទៀតគាត់បានឃើញអរគុណ